សួស្តីដល់គ្នាខ្ញុំខានជាវីដេអូមួយថ្ងៃទេអញ្ចឹងថ្ងៃនេះគឺជាថ្ងៃទី19បើខ្ញុំរស់នៅក្នុងប្រទេសជប៉ុនហើយក្នុងថ្ងៃនេះផងដែរគឺយើងមានកម្មវិធីមួយដើម្បីចូលរួមណាអ្នកគ្នាហើយខ្ញុំក៏បានពាក់នៅសម្លៀកបំពាក់ឈុតប្រពៃណីរបស់យើងដូចឈុតទៅវត្តអញ្ចឹងណាអ្នកគ្នានឹងហើយក៏មានផ្ការំដួលនៅលើអាវមួយផងដែរទៅគឺខ្ញុំស្រឡាញ់មែនតែមកស្អាតណាអ្នកគ្នាប៉ុន្តែយើងត្រូវពាក់កតាបហើយចឹងនៅវីដេអូហ្នឹងវាយូរដែរខ្ទង់10នាទីណាគ្នាសូមអ្នកគ្នាទស្សនាដោយមានការអត់ធ្មត់ចឹងឥឡូវនេះគឺខ្ញុំរៀបចំខ្លួនហើយគឺចាប់ផ្ដើមជិះរថភ្លើងដើម្បីទៅកាន់កន្លែងរបស់យើងប៉ុន្តែជិះឡើង3រថភ្លើងណាគ្នាគឺយើងឈប់តគ្នា3រថភ្លើងដើម្បីទៅដល់ក្នុងរសារតែវាឆ្ងាយពីដមរបស់ខ្ញុំនៅតែនៅក្នុងអូសាកាដូចគ្នានេះគឺនៅលើរថភ្លើងខ្ញុំពាក់ខុសគេហ្មងតែអ្នកនៅនេះគឺគេស្រឡាញ់នៅឈុតប្រពៃណីដែលខ្ញុំបានពាក់ហ្នឹងណាអ្នកគ្នាគេទៅសារគ្រប់គ្នាហ្មងថាស្អាតចឹងណាហើយខ្ញុំក៏ឆ្លៀតយកត្រាដែលបានចូលរួម Expo ហ្នឹងផងដែរហើយមនុស្សគឺច្រើនខ្លាំងមែនតើដោយសារតែExpo ហ្នឹងគឺជាកម្មវិធីធំនៅក្នុងអូសាកានឹងដែរមនុស្សចូលរួមច្រើននេះគឺជាមិត្តភ័ក្តិជនជាតិវៀតណាមរបស់ខ្ញុំគាត់ពាក់ឈុតប្រពៃណីរបស់គាត់ដែរពណ៌កាឈូកនឹងខ្ជូតមកអ្នកគ្នាហើយនេះគឺជាមិត្តភ័ក្តិUS របស់ខ្ញុំគឺពីអ្នកខ្លះនេះខ្លាំងហើយអ្នកគ្នាយំមែនណាពួកគាត់ស្រឡាញ់ណាហើយខ្ញុំអត់តបានដល់កម្មវិធីឃ្លានអញ្ចឹងខ្ញុំញ៉ាំបាយហើយនឹងមានទិញនំប៉័ងទិញអីមកញ៉ាំដែរតែអានេះសាច់អត់តបានដល់កម្មវិធីណាញ៉ាំមុនហើយបាទដល់ពេលកម្មវិធីមែនតើអត់មានអីញ៉ាំអ្នកគ្នាឡើងដាច់មួយថ្ងៃហ្មងណាមនុស្សច្រើនខ្លាំងឡើងមិនដឹងរៀបរាប់មិនអ្នកគ្នាច្រើនខ្លាំងបន្ទាប់ពីយើងចាំគ្នាគ្រប់គ្នាអស់ហើយឥឡូវនេះគឺពួកខ្ញុំកំពុងតែឡើងទៅចូលក្នុងកម្មវិធីហ្នឹងអ្នកគ្នាចរាយន្តគឺជិះឡើងកក់កន់គ្នាហ្មងឥឡូវនេះបានមកដល់ហើយគឺខ្ញុំដើរតាមផ្លូវសម្រាប់បុគ្គលិកឬក៏អ្នកដែលត្រូវ performance អីអញ្ចឹងយើងដើរចូលតាមជាប់ផ្សេងវាសិទ្ធិជាតិខ្លាំងជាមួយនឹងភ្ញៀវទាំងអស់គ្នាអញ្ចឹងទៅនេះអ្នកគ្នាធំខ្លាំងមែនតើមកធំខ្លាំងហើយក្តៅក៏ក្តៅខ្លាំងដែរហើយឡើងបែកញើសចូលវិញណាហើយតមកគាត់ឃើញសង្ហៅគឺអូយរំភើបខ្លាំងហើយពួកខ្ញុំក៏ធ្វើការដើរលេងចិត្តនឹងសិនអញ្ចឹងព្រោះអីកន្លែងដែលខ្ញុំត្រូវរៀបចំ performance ហ្នឹងគឺពួកខ្ញុំទោះមកមុនម៉ោងក្រោយក៏ពួកខ្ញុំចូលអត់បានដែរទោះកន្លែងហ្នឹងតនេអត់មានអ្នកគេធ្វើអីក្រៅក៏គេឲ្យចូលដែរអ្នកគ្នាគឺតតែដល់ម៉ោងឧទាហរណ៍ម៉ោង12អញ្ចឹងត12គត់បាទយើងចូលទៅរៀបចំបានហ្នឹងហើយអញ្ចឹងយើងត្រូវតែគ្រប់ពេលវេលារបស់គេដូចគ្នាអញ្ចឹងទៅក៏ពួកខ្ញុំដើរមើលជុំវិញនឹងតិចតួចទៅខ្ញុំឡើងតាមចរាយន្តនឹងដើម្បីមើលទេសភាពពីលើទៅអញ្ចឹងហើយអ្នកគ្នាចឹងឯងថាទោះខ្ញុំថតមិនរៀនវីដេអូទៀតក៏វាថតអត់សពនៅក្នុងកម្មវិធីនឹងដែរធំខ្លាំងមែនតើហ្មងណាឥឡូវនេះដល់មកហើយពួកខ្ញុំអាចចូលទៅរៀបចំបាន product ដែលពួកខ្ញុំដាក់តាំងនៅលើមារកាហ្នឹងគឺហៅថា April ណាអ្នកនរគ្នាវាគឺធ្វើឡើងពីមួយកូតូរបស់ប្រទេសជប៉ុនហ្នឹងអានឹងវាដូចជា thread មួយដែលវាបង្កើតឡើងចេញពីឈើអញ្ចឹងអា sealing របស់វាហ្នឹងវាសំខាន់ហើយបើព្រៃឈើហ្នឹងគឺត្រូវបានទុកចោលហើយអាចគ្រប់គ្រងបានអញ្ចឹងវាអាចនឹងបង្កឲ្យមានចង្កាក់បាក់ដីអញ្ចឹងណាគ្នាអញ្ចឹងហើយបានជាពេលនាំគ្នាកែច្នៃឈើទាំងអស់ហ្នឹងទៅជាសរសៃអំបោះមួយកូតូហើយផលិតចេញជាផលិតផលថ្មីចាំខ្ញុំនិយាយថាពី product ហ្នឹងនៅខាងចុងវីដេអូអ្នកគ្នាអញ្ចឹងឥឡូវអ្នកគ្នាអាចមកទស្សនាពីការ performance របស់បាបាសេនបានសម្រាប់ទស្សនិកជនរបស់យើងវិញគឺ random អ្នកនរគ្នាគឺគាត់ដើរជុំវិញនឹងលេងអញ្ចឹងទៅអ្នកខ្លះក៏គាត់ឈប់មើលអ្នកខ្លះក៏គាត់ដើរហួសអញ្ចឹងទៅប៉ុន្តែក៏មានអ្នកដែលឈប់មើលច្រើនដែរហើយក៏ដល់ពេលខ្ញុំ perform Good afternoon. My name is Ratna and I represent Cambodia. こんにちは。私の名前は千里です。まずロタナがイングリッシュで説明して私が日本語で説明します。ការធ្វើបបបង្ហាញរបស់ខ្ញុំហ្នឹងអ្នកគ្នាគឺលើកពីបញ្ហាដែលខ្ញុំចង់ដោះស្រាយនៅប្រទេសកម្ពុជាយើងអញ្ចឹងណាហើយបន្ទាប់ពីខ្ញុំ present ឲ្យឆាយអស់ទៅក៏ពួកខ្ញុំដើរលេងនៅក្នុង event ហ្នឹងហើយជាងគេហ្នឹងគឺខ្ញុំចង់ទៅទស្សនា pavilion របស់ខ្មែរយើងអ្នកគ្នាគេក៏មាន pavilion របស់ខ្មែរយើងនៅនឹងផងដែរហើយគឺស្អាតខ្លាំងមែនតើហ្មងអ្នកនរគ្នាមនុស្សក៏រងចាំចូលច្រើនផងដែរនៅមុខហ្នឹងក៏គេមានដាក់តំណាងផ្ការំដួលដែលជាផ្ការតំណាងឲ្យប្រទេសកម្ពុជាយើងហើយចាក់បានក៏ខ្ញុំមានពាក់ដែរគឺស្អាតខ្លាំងមែនតើឥឡូវនេះអ្នកនរគ្នាអាចទស្សនានៅក្នុងនឹងបានថាខ្
ខ្មែររបស់យើងគឺគាត់បានរៀបចំមិនខ្លះអញ្ចឹងហើយវាពិតជាគួរឲ្យតាក់ទាញនិងមានមោទនភាពខ្លាំងមែនទែនដែលខ្ញុំបានទៅទស្សនានៅកន្លែងហ្នឹងណាអ្នកនរគ្នា This is Angkor Wat. Yes. ហើយខ្ញុំក៏បានយកនៅកម្មារបស់យើងទៅដែរនៅលោកគ្នាហើយខ្ញុំបានយកជូនគាត់មួយដែរទៅគឺគាត់ពិតជាស្រឡាញ់កម្មាហ្នឹងណាហើយគាត់ពាក់នៅអង្គរចឹងអ្នកគ្នាហើយទៅក៏ខ្ញុំនាំគាត់ណែនាំឲ្យគាត់មើលថាអានេះអីគេអញ្ចឹងណាប្រាប់គាត់ចឹងទៅដោយសារតែគាត់គឺជាជនជាតិជប៉ុនប៉ុន្តែគាត់ជា teammate របស់ខ្ញុំព្រោះតែទៅពីខ្មែរនេះគឺមានតែខ្ញុំម្នាក់ឯងអ្នកគ្នាចឹងទៅពេលយើងធ្វើការជាក្រុមហ្នឹងគឺខ្ញុំធ្វើម្នាក់ឯងដូចគ្នាតែគេតម្រូវឲ្យមានជនជាតិជប៉ុននៅជាមួយម្នាក់អញ្ចឹងដើម្បីខ្ញុំនិយាយជាភាសាអង់គ្លេសគាត់ជួយបកប្រែជាភាសាជប៉ុនឲ្យជនជាតិជប៉ុនបានយល់ហើយខ្ញុំចង់និយាយពីអីចឹងណា Maybe the building that. ដោយសារតែក្តៅខ្លាំងពេកខ្ញុំក៏យកកម្មាយកមកពាក់នឹងក្បាលអញ្ចឹងណាក៏វាຕົកក្តៅខ្លះហើយគាត់ឃើញខ្ញុំពាក់ក៏គាត់យកមកពាក់តាមខ្ញុំអញ្ចឹងទៅគឺគួរស្រឡាញ់មែនតើហើយឥឡូវនេះយើងកំពុងតែដើរត្រឡប់ទៅវិញដើម្បីយើងនៅមានការងារក្រុមមួយទៀតមុននឹងយើងអាចត្រឡប់ទៅផ្ទះបានណាហើយមានតែពីរអ្នកខ្ញុំគឺផ្លែជិតគេប៉ុន្តែយកមានអារម្មណ៍ថាផ្លែយើងមានអារម្មណ៍ថាឡើងខូលហ្មងអ្នកគ្នា Maria, Natalie, Melanie, and Miu. សិនសេគឺគាត់ធ្វើការបែងចែកថាអ្នកគេនៅក្រុមណាមាន A B C អញ្ចឹងអ្នកគ្នាហើយយើងក៏ទៅតាមក្រុមដូចខ្ញុំអញ្ចឹងគឺខ្ញុំនៅក្រុម B គឺយើងមកធ្វើការណែនាំពី apron របស់យើងហ្នឹងទៅកាន់ជនជាតិផ្សេងៗគ្នាហើយធ្វើការសូមនៅហត្ថលេខារបស់គាត់ឬក៏ពាក្យសួស្តីរបស់ភាសារបស់គាត់ដូចពាក្យសួស្តីយើងខ្មែរសួស្តីអង់គ្លេស hello អញ្ចឹងយើងសូមឲ្យពួកគាត់ទៅសេចេញពីជនជាតិផ្សេងៗគ្នាប្រទេសផ្សេងៗគ្នាអញ្ចឹងអ្នកនរគ្នាដើម្បីយកអា apron ហ្នឹងទៅកាន់នៅ Children Cafe នៅ Hanan City នៅក្នុងប្រទេសជប៉ុនដែរអញ្ចឹងដើម្បីឲ្យក្មេងៗទាំងអស់ហ្នឹងគាត់បានដឹងបានស្គាល់ហើយគាត់មានអារម្មណ៍ដូចថារំភើបដែលបានឃើញនៅអក្សរទាំងអស់ហ្នឹងពីជនជាតិផ្សេងគ្នាមកពីប្រទេសផ្សេងគ្នាអញ្ចឹងទៅហើយលោកពូម្នាក់ឯងក៏គាត់បានឲ្យគោរពមកកាន់ពួកខ្ញុំវិញដែរពួកយើងចង់បង្ហាញឲ្យគាត់បានឃើញអំពីអត្ថប្រយោជន៍ឬក៏អីដែលពួកយើងបានផលិតចេញហើយអញ្ចឹងវាជាលទ្ធផលមួយអញ្ចឹងព្រោះតែវាបានជួយដល់បរិស្ថានហើយចាក់ស្ដែងទៅនឹងដូចថាវាជួយកាត់បន្ថយនៅការសំណល់អីផ្សេងៗផងដែរដែលវាអាចនឹងត្រូវបំផ្លាញដោយព្រៃឈើឬក៏ការបាក់ដីអញ្ចឹងអ្នកនរគ្នាហើយគឺពួកយើងក៏បានកដោត្រឡប់មកវិញពីប្រទេសផ្សេងៗដែរគឺពួកគាត់មានការចិត្តទលានៅក្នុងការ sharing គ្នាហើយណាមួយអីដែលពួកយើងធ្វើទៅនឹងគឺវារបៀបថាវាជា eco friendly ហើយវាបានបង្ហាញថាយើងបានយកចិត្តទុកដាក់ចំពោះបរិស្ថានព្រោះតែជីវិតយើងហងៃហ្នឹងគឺ connect ជាមួយនឹងបរិស្ថានឬក៏ធម្មជាតិនៅជុំវិញខ្លួនយើងនៅដែលពួកគាត់បង្កើតឡើងមួយហ្នឹងក៏អាចជួយបង្កើតនៅទីផ្សារថ្មីឬក៏ជួយគ្រប់គ្រងនៅ product ក្នុងស្រុករបស់ពួកគាត់ដែរជាពិសេសហ្នឹងគឺអ្នកដែលពួកគាត់រស់នៅតាមដូចបើនិយាយនៅខ្មែរយើងដូចអ្នកនៅតាមខេត្តអីអញ្ចឹងហ្នឹងហើយគឺជួយគ្រប់គ្រង local product ហ្នឹងនឹងជួយឲ្យ support ឲ្យអ្នកដែលពួកគាត់ចាស់ៗហ្នឹងក៏គាត់មានការងារធ្វើដែរហើយខ្ញុំក៏បានធួនៅនឹងអ្នកគ្នាមើលបន្តិចដើរទៅវិញទៅមកអញ្ចឹងប៉ុន្តែ honestly គឺពួកខ្ញុំពិតជាហត់នឹងអស់ខ្យល់ខ្លាំងមែនតើតែពួកខ្ញុំអត់ទាន់ទៅដមវិញទេគឺនៅដើរមើលជុំវិញនឹងឲ្យអស់សិនអញ្ចឹងណាហើយនេះគឺខ្ញុំចូលបានតែ comment B ហ្នឹងអ្នកនរគ្នាវានៅមាន A C D អញ្ចឹងទៀតគឺច្រើនខ្លាំងមែនតើអញ្ចឹងមួយថ្ងៃហ្នឹងគឺដើរអស់ទេហើយខ្ញុំចូលបានតែមួយកន្លែងខ្ញុំមើលអត់ចង់អស់ហ្នឹងហើយនៅកន្លែងផ្សេងៗទៀតឡើងមកកណ្ដោគឺវាប្លែកភ្នែកហើយលយខ្លាំងមែនតើតែកុំថាតែរបស់គេលយអញ្ចឹងណាកន្លែងរបស់ខ្មែរយើងក៏លយដែរផងខ្ញុំចូលកន្លែងខ្មែរយើងខ្ញុំឡើងវ៉ាវវាមានមោទនភាពខ្លាំងអញ្ចឹងខ្ញុំគិតថាស្រុកគេដែលចូលទៅកន្លែងខ្មែរយើងក៏ពួកគាត់ប្រោតែវាប្លែកភ្នែកហើយវាលយអញ្ចឹងណាដែលយើងបង្ហាញពីវប្បធម៌របស់ប្រទេសរៀងៗខ្លួនទៅតាមតំបន់មិនតែប្រទេសក៏មានតាមតំបន់តាមខេត្តខ្លះអីអញ្ចឹងទៅដែលពួកគាត់យករបស់គាត់មកបង្ហាញនៅនឹងអញ្ចឹងក្រុម B របស់ខ្ញុំហ្នឹងគឺមើលថាម៉ោង5អីគឺនោះគ្នាត្រឡប់មកដមវិញនៅដល់គ្នាសរសើរហត់ពេកហើយខ្ញុំក៏ចូលទិញ burger ប៉ុន្តែខ្ញុំទិញខ្លួនឯងអត់កើតទេអញ្ចឹងមានតែសុំឲ្យគេជួយទិញឲ្យព្រោះអត់ចេះជប៉ុនទេនៅគ្នាទិញបាន burger នេះគ្នាយ៉ា That's me
គ្នាអើយអស់ខ្យល់ខ្លាំងណាស់បើក៏ប៉ុណ្ណឹងខ្ទង់8 9នាលអីនឹងអ្នកគ្នាតម្លៃដូចនៅខ្មែរដែរហើយខ្ញុំដាក់ highlight រូបឲ្យអ្នកគ្នាមើលខ្លះៗប៉ុន្តែបើអត់ទាន់ចូលតម្លៃរូបនៅក្នុង IG ខ្ញុំទេចូលតម្លៃផងបាយបាយអរគុណជួបគ្នាវីដេអូក្រោយ